នៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងថៃដែលប្រទេសទាំងពីរបានឈានដល់ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពជម្លោះព្រំដែនពិធីសារដ៏សំខាន់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៃប្រទេសម៉ាឡេស៊ីដោយមានការចូលរួមពីមេដឹកនាំកម្ពុជាលើឆាកអន្តរជាតិកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាផ្ទាល់រវាងសម្ដេចមហាធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងលោកអានុទីនឆានវីរ៉ាកុលនាយករដ្ឋមន្ត្រីថៃអ្វីដែលកាន់តែពិសេសនោះពិធីចុះហត្ថលេខាខាងលើនេះត្រូវបានធ្វើឡើងក្រោមវត្តមានជាសាក្សីដ៏ខ្ពង់ខ្ពស់របស់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបដូវវេនតើសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះមានកម្រិតណាហើយមេដឹកនាំពិភពលោកបានថ្លែងអ្វីខ្លះតោះទៅតាមដានទស្សនាទាំងអស់គ្នាពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រូវបានធ្វើឡើងយ៉ាងមហោឡារិកនៅក្នុងទីក្រុងកូឡាឡាំពូនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26នេះស្របពេលដែលមានកិច្ចប្រជុំកំពូលអាស៊ានលើកទី47កិច្ចព្រមព្រៀងដែលត្រូវបានរងចាំជាយូរមកហើយនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនៅក្នុងការបញ្ចប់ជម្លោះព្រំដែនជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងថៃនៅក្នុងសន្ទរកថាជាសាក្សីលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានសម្ដែងក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះលោកត្រាំបានប្រកាសព័ត៌មានដែលគួរឲ្យកត់សម្គាល់មួយថាទាហានកម្ពុជាចំនួន18នាក់នឹងត្រូវបានដោះលែងភ្លាមក្រោយកិច្ចព្រមព្រៀងសន្តិភាពនេះលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបង្ហាញនូវមោទនភាពដែលបានចូលរួមជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសន្តិភាពនេះហើយបានថ្លែងថានេះជាជោគជ័យសម្រាប់សន្តិភាពនិងការបង្រួបបង្រួមនៅក្នុងតំបន់អាស៊ានបន្ទាប់មកលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានថ្លែងសន្ទរកថាដោយបានថ្លែងអំណរគុណជាពិសេសជូនចំពោះលោកដូណាល់ត្រាំដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលនិងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយនេះរួមទាំងបានលើកឡើងអំពីតួនាទីនៅក្នុងការដោះស្រាយបញ្ហាតំបន់មួយចំនួនផ្សេងទៀតផងដែរដូចជាតំបន់កាហ្សានៅក្នុងវេទិកាប្រវត្តិសាស្ត្រនេះសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានថ្លែងសន្ទរកថាសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់លើជម្លោះព្រំដែននេះសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសអំពីការបដិញ្ញាចិត្តដ៏មុតមាំរបស់កម្ពុជានៅក្នុងការអនុវត្តសេចក្តីប្រកាសរួមនិងបន្តធ្វើយ៉ាងជិតស្និទ្ធជាមួយនឹងភាគីថៃដើម្បីធានាសន្តិភាពដែលបានសម្រេចនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនរវាងប្រទេសទាំងពីរអ្វីជាចំណុចពិសេសមួយទៀតនោះគឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានប្រកាសនៅចំពោះមុខលោកដូណាល់ត្រាំថារាជរដ្ឋាភិបាលកម្ពុជានឹងតែងតាំងលោកជាបេក្ខភាពពានរង្វាន់ Nobel សន្តិភាពជាថ្មីម្ដងទៀតដោយសារតែការរួមចំណែកនៅក្នុងការសង្គ្រោះអាយុជីវិតប្រជាជនតាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះចំណែកលោកអានុទីនឆាវីរ៉ាកុលនាយករដ្ឋមន្ត្រីនៃប្រទេសថៃបានបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់ខ្លួនដោយបានលើកឡើងថាថៃនឹងចាប់ផ្ដើមនីតិវិធីដោះលែងទាហានកម្ពុជា18នាក់ដោយដែលបានប្រកាសដោយលោកដូណាល់ត្រាំនៅក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភ្លាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃបានកើតឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី47ដែលជាវេទិកាមួយនៃការប្រមូលផ្ដុំមេដឹកនាំតំបន់ពិភពលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបដូវវេនបានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានថាការស្ដារទំនាក់ទំនងឡើងវិញរវាងកម្ពុជានិងថៃមិនមែនជាការធ្វើសម្បទាននោះឡើយប៉ុន្តែវាគឺជាការជ្រើសរើសយកសន្តិភាពដែលអាចផ្លាស់ប្ដូរអនាគតប្រទេសទាំងពីរនិងតំបន់ទាំងមូលការយកឃើញនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចការអភិវឌ្ឍនិងការតភ្ជាប់គ្នាទៅវិញទៅមក
ការបញ្ចប់ចំនួនព្រំដែននេះត្រូវបានគេរំពឹងថានឹងបើកទំព័រថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់កន្លងមកសម្រាប់មហាជនកិច្ចប្រឹងប្រែងនេះគឺជាក្តីសង្ឃឹមថ្មីមួយទៀតដែលបានបង្ហាញថាចំនួននយោបាយយោធាអាចនឹងត្រូវដោះស្រាយតាមរយៈកិច្ចចរចានិងការសម្របសម្រួលដោយសន្តិវិធីសរុបមកវិញពិធីចុះកិច្ចប្រឹងប្រែងសន្តិភាពរវាងកម្ពុជានិងថៃនៅថ្ងៃទី26 ខែតុលាឆ្នាំ2025គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលបានសម្រេចទៅប្រកបដោយជោគជ័យតាមរយៈកិច្ចខំប្រឹងប្រែងរបស់មេដឹកនាំនៃប្រទេសទាំងពីរនិងការសម្របសម្រួលកម្រិតអន្តរជាតិការចុះហត្ថលេខារវាងសម្ដេចហ៊ុនម៉ាណែតនិងលោកអនុទីនឆាវិរិគុលក្រោមបេក្ខភាពរបស់លោកប្រធានាធិបតីដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមមិនត្រឹមតែបានបញ្ចប់ចំនួនព្រំដែនដ៏តានតឹងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការថ្មីនិងភាពរុងរឿងនិងសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជានិងប្រទេសថៃជាមួយគ្នានេះផងដែរសេចក្តីប្រកាសអំពីការដោះលែងទាហានកម្ពុជា18នាក់និងការតែងតាំងលោកដូណាល់ត្រាំជាបេក្ខភាពពានរង្វាន់ Nobel សន្តិភាពបានបន្ថែមនូវសារៈសំខាន់ជាអន្តរជាតិដល់កិច្ចប្រឹងប្រែងមួយនេះសន្តិភាពគឺជាជំនួសដ៏ល្អបំផុតនេះគឺជាការបញ្ជាក់ជាថ្មីអំពីមេដឹកនាំតំបន់នៅក្នុងការជំរុញឲ្យអាស៊ានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពនិងវិបុលភាព